ញ៉ាំទឹកអំពៅបានគុណប្រយោជន៍ជិត20យ៉ាងដល់សុខភាពញ៉ាំទឹកអំពៅជាជម្រើសដ៏ល្អមួយសម្រាប់បំបត្តិការស្រេកទឹកជាពិសេសពេលអាកាសធាតុក្តៅសម្រាប់អ្នកដែលចូលចិត្តញ៉ាំតើមានដឹងទេថាទឹកអំពៅមិនត្រឹមតែជួយបំបត្តិភាពស្រេកទឹកទេប៉ុន្តែនៅសម្បូរទៅដោយកាបូអ៊ីដ្រាតប្រូតេអ៊ីនពពួកវីតាមីននិងជាតិរ៉ែដូចជាផូស្វ័រកាល់ស្យូមប៉ូតាស្យូមសាំងកសីនិងជាតិដែកដែលមានប្រយោជន៍ច្រើនដល់សុខភាពទី1បន្ថែមថាមពលទឹកអំពៅគឺអាចបន្ថែមថាមពលដល់យើងពេលដែលយើងមានអារម្មណ៍អស់កម្លាំងពីព្រោះជាតិស្ករដែលនៅក្នុងទឹកអំពៅគឺមានប្រសិទ្ធភាពក្នុងការបំពេញថាមពលដែលយើងបាត់បង់ព្រោះងាយស្រួលរំលាយដូចនេះបើយើងមានអារម្មណ៍អស់កម្លាំងយើងអាចផឹកទឹកអំពៅដើម្បីបំពេញថាមពលឡើងវិញទី2បង្ការភាពចាស់ប្រសិនបើយើងមានស្នាមជ្រួញមុនវ័យយើងអាចផឹកទឹកអំពៅដើម្បីដោះស្រាយបញ្ហានេះបាននេះមកពីទឹកអំពៅមានសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុដែលជួយផ្ដល់សំណើមដល់ស្បែកនិងធ្វើឲ្យស្បែកទន់រលោងពីខាងក្នុងដែលអាចកាត់បន្ថយស្នាមជ្រីវជ្រួញទី3បំបត្តិក្លិនមាត់និងបង្ការការពុកធ្មេញការពុកធ្មេញអាចមកពីអនាម័យមាត់ធ្មេញមិនល្អនិងកង្វះជាតិរ៉ែប៉ុន្តែទឹកអំពៅអាចជួយប្រឆាំងនឹងបញ្ហាក្លិនមាត់និងធ្មេញពុកបានដោយសារទឹកអំពៅផ្ទុកជាតិរ៉ែដែលជួយឲ្យធ្មេញរឹងមាំនិងបំបត្តិក្លិនមាត់ទី4ជួយដល់ការរំលាយអាហារសម្រាប់អ្នកដែលមានបញ្ហាទល់លាមកទឹកអំពៅអាចមានប្រយោជន៍ជួយសម្រួលបញ្ហានេះបានពីព្រោះមកពីប៉ូតាស្យូមដែលមាននៅក្នុងទឹកអំពៅដែលជួយរក្សាលំនឹង pH នៅក្នុងក្រពះនិងជួយឲ្យទឹកដែលនៅក្នុងប្រព័ន្ធរំលាយអាហារហូរដែលអាចសម្រាលបញ្ហាទល់លាមកទី5ផ្ដល់ប្រយោជន៍ដល់ឆ្អឹងនិងធ្មេញទឹកអំពៅគឺសម្បូរទៅដោយកាល់ស្យូមដែលអាចជួយពង្រឹងឆ្អឹងសម្រាប់ក្មេងកំពុងលូតលាស់ហើយក៏ជួយឲ្យធ្មេញរឹងមាំផងដែរទី6បង្ការជំងឺមហារីកការផឹកទឹកអំពៅជាប្រចាំអាចបង្ការជំងឺមហារីកសូដន់និងក្រពេញប្រូស្តាតការសិក្សាជាច្រើនបានបង្ហាញពីផលប៉ះពាល់វិជ្ជមាននៃទឹកអំពៅនៅក្នុងការកាត់បន្ថយនិងទប់ស្កាត់ផលប៉ះពាល់នៃកោសិកាមហារីកទី7ជួយសម្រកទម្ងន់ទឹកអំពៅមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ព្រោះមានជាតិសរសៃរលាយជួយគ្រប់គ្រងទម្ងន់និងកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់នៅក្នុងរាងកាយដែលជាមូលហេតុនៃការឡើងទម្ងន់ទី8បំបត្តិអាការៈឈឺកទឹកអំពៅគឺមានវីតាមីន C ដែលមានប្រសិទ្ធភាពបំបត្តិអាការៈឈឺកហើយក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចទប់ស្កាត់ការឆ្លងមេរោគផងដែរទី9ព្យាបាលរបួសនៅពេលយើងមានស្នាមជាំយើងអាចផឹកទឹកអំពៅបានដែលជាភ្នាក់ងារព្យាបាលរបួសធម្មជាតិនិងជួយឲ្យរបួសឆាប់ជាទី10ពង្រឹងប្រព័ន្ធភាពស៊ាំអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយគឺអាចផឹកទឹកអំពៅបានជាប្រចាំដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនេះដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកអំពៅដែលជួយរក្សាលំនឹងនៅក្នុងរាងកាយហើយនេះក៏អាចពង្រឹងប្រព័ន្ធភាពស៊ាំតាមវិធីជាច្រើន